រឿងដំរីឆ្លាតនិងមិត្តភក្តិកាលពីព្រៃនាយមានដំរីវ័យក្មេងមួយក្បាលឈ្មោះប៉ាវរស់នៅក្នុងព្រៃធំមួយប៉ាវជាដំរីដែលមានចិត្តល្អនិងរួសរាយប៉ុន្តែគេមានទម្លាប់អាក្រក់មួយគឺចូលចិត្តរអ៊ូតាមនិងមិនចេះអត់ធ្មត់ថ្ងៃមួយប៉ាវនិងមិត្តភក្តិរបស់គេគឺតុនសាយព្រឿងនិងកំប្រុកប៉ែកបានបបួលគ្នាទៅលេងមាត់ទន្លេពេលដើរកាត់វាលស្មៅប៉ាវបានរអ៊ូថាអូយផ្លូវវែងអីក៏វែងម្លេះខ្ញុំជុកជើងអស់ហើយព្រឿងតបប៉ាវអើយយើងទៅដល់ឆាប់ហ្នឹងយើងដើរលេងផងរីករាយនឹងទស្សនភាពជុំវិញផងទៅប៉ែកបន្ថែមត្រូវហើយប៉ាវមើលផ្កាស្អាតនិនមេអំបៅហើរលេងមើលពេលទៅដល់ទន្លេពួកគេឃើញផ្លែឈើជាច្រើនធ្លាក់ចូលទៅក្នុងទឹកប៉ាវឃ្លានណាស់ក៏ស្ទុះទៅរើយកមកហូបភ្លាមព្រឿងប្រាប់ចាំបន្តិចប៉ាវយើងគួរតែលាងផ្លែឈើនេះសិនក្រែងមានមេរោគឬធូលីដីចប់ណាប៉ាវក្រវីក្បាលអាយ៉ាមិនចាំបាច់ទេប៉ាវខ្ញុំឃ្លានណាស់ហើយឃើញទេផ្លែឈើស្អាតតារួចក៏ហូបទាំងនឹងបានលាងព្រឿងនិងប៉ែកបាននាំគ្នាលាងផ្លែឈើរបស់ខ្លួនយ៉ាងស្អាតមុននឹងហូបលុះពេលល្ងាចប៉ាវចាប់ផ្ដើមឈឺពោះហើយត្រូវមិត្តភក្តិរបស់គេគឺព្រឿងនិងប៉ែកនាំតែរកគ្រូពេទ្យសត្វគ្រូពេទ្យប្រាប់ថាប៉ាវឈឺពោះដោយសារមិនបានលាងផ្លែឈើឲ្យស្អាតមុននឹងហូបប៉ាវស្ដាយក្រោយណាស់ប៉ាវនិយាយទៅកាន់មិត្តភក្តិរបស់គេខ្ញុំសុំទោសព្រឿងប៉ែកខ្ញុំមិនស្ដាប់ដំបូន្មានល្អរបស់មិត្តទេខ្ញុំរអ៊ូទាំមិនអត់ធ្មត់ផងថែមទាំងធ្វេសប្រហែសពីរឿងអនាម័យទៀតព្រឿងញញឹមមិនអីទេប៉ាវសំខាន់យើងបានរៀនហើយប៉ែកអោប៉ាវត្រីហើយចាប់ពីពេលនេះទៅយើងនឹងជួយរំលឹកគ្នាទៅវិញទៅមកចាប់តាំងពីពេលនោះមកប៉ាវបានក្លាយជាដំរីដែលចេះអត់ធ្មត់ឈប់រអ៊ូទាំហើយយកចិត្តទុកដាក់លើអនាម័យខ្លាំងណាស់ពួកគេទាំង3បានរស់នៅជាមួយគ្នាដោយសេចក្តីរីករាយនិងស្រឡាញ់រាប់អានគ្នាតទៅ